ចង់ទៅភ្ជាប់ app រត់ប៉ុន្តែអត់ដឹងថាត្រូវទៅភ្ជាប់នៅឯណាហើយត្រៀមឯកសារអីគេខ្លះបាទវីដេអូនេះមានចម្លើយសួស្តីបងប្អូនទាំងអស់វីដេអូនេះខ្ញុំធ្វើឡើងដើម្បីប្រាប់បងប្អូនអ្នកដែលគាត់កំពុងតែចង់ចាប់អាជីពជាអ្នករត់កង់3ឬក៏ជាអ្នករត់ taxi app អញ្ចឹងឯកសារដែលបងប្អូនត្រូវត្រៀមដើម្បីយកទៅក្រុមហ៊ុន app ដើម្បីបានភ្ជាប់ហ្នឹងគឺខ្ញុំនឹងប្រាប់បងប្អូនពីតាំងពីទី1រហូតដល់ចុងបញ្ចប់នៃឯកសារតែម្ដងអញ្ចឹងឯកសារទី1មានបងប្អូនត្រូវយកកង់3ឬឡានដែលបងប្អូនចង់យកទៅភ្ជាប់ហ្នឹងជិះទៅដល់ក្រុមហ៊ុនតែម្ដងបាទគឺបើបងប្អូនចង់ភ្ជាប់កង់3ជិះកង់3ទៅបើបងប្អូនចង់ភ្ជាប់ឡានជិះឡានទៅបាទទី2កង់3ឬក៏ឡានដែលបងប្អូនយកទៅភ្ជាប់ហ្នឹងគឺត្រូវតែមានស្លាកលេខណាបើសិនជាបងប្អូនទៅតែទិញពីឃ្លាំងទៅតែយកមកពីឃ្លាំងអញ្ចឹងយើងរងចាំមានស្លាកលេខឲ្យច្បាស់លាស់សិនយើងចាំទៅជាមួយនឹងស្លាកលេខគឺវាជាដំណោះស្រាយល្អបំផុតកុំឲ្យយើងទៅឲ្យខកជើងបាទអញ្ចឹងយើងត្រង់ចាំកង់យើងរងចាំយានជំនិះរបស់យើងហ្នឹងមានស្លាកលេខឲ្យច្បាស់លាស់សិនចាំយើងទៅបាទទី3ឯកសារឈៀកបាទឈៀកគឺសំខាន់ណាស់នៅក្នុងការដែលបងប្អូនយកកង់3ឬក៏យកឡានទៅភ្ជាប់ app ដើម្បីរត់ហ្នឹងឈៀកគឺសំខាន់បំផុតបើសិនជាអត់មានឈៀកទេក៏មិនអាចភ្ជាប់បានដែរអញ្ចឹងបងប្អូនយកទិញកង់3ពីគេមកឬក៏ទៅទិញពីឃ្លាំងមកបងប្អូនយកឯកសារឈៀកបងប្អូនយកទៅឡើងឈៀកសិនរថយន្តដូចគ្នាបងប្អូនត្រូវភ្ជាប់ជាមួយនឹងឈៀកទៅជាមួយបាទហើយសម្រាប់ឈៀកបងប្អូនអត់ដឹងថាទៅធ្វើនៅឯណានៅក្នុងវីដេអូនេះខ្ញុំអនុញ្ញាតឲ្យបងប្អូនដែលជាអ្នករត់ឯកសារឈៀកទម្លាក់លេខទូរស័ព្ទបាន2នាក់បាទអញ្ចឹងបងប្អូនដែលជាអ្នករត់ឯកសារឈៀកបើបានឃើញវីដេអូនេះហើយបងប្អូនទម្លាក់លេខទូរស័ព្ទនៅខាងក្រោមវីដេអូរបស់ខ្ញុំទៅខ្ញុំអនុញ្ញាតឲ្យទម្លាក់បាន2នាក់ដើម្បីឲ្យអ្នកដែលគាត់អត់មានឈៀកតាក់ទងទៅដើម្បីធ្វើឈៀកអីបែបហ្នឹងទៅបាទទី4គឺកាតគ្រីបាទកាតគ្រីបងប្អូនអាចយកអាគុក2បានដោយសារតែមានបងប្អូនយើងខ្លះគាត់ទៅតែបងរំលោះគាត់អត់មានកាតគ្រីច្បាប់ដើមទេហើយបងប្អូនខ្លះគាត់ទៅជួលកង់3គេដើម្បីយកមករត់អញ្ចឹងក៏អត់មានកាតគ្រីស៊ីមដែរអញ្ចឹងចំពោះកាតគ្រីមួយអត់ចាំបាច់ច្បាប់ដើមទេតែត្រូវតែមានកាតគ្រីបើអត់មានកាតគ្រីគឺក្រុមហ៊ុនអត់ទទួលហ្មងបាទអញ្ចឹងកាតគ្រីសំខាន់ដែរអញ្ចឹងឯកសារដែលខ្ញុំប្រាប់មុនហ្នឹងសុទ្ធតែសំខាន់ហើយនៅមានទៀតអត់ទាន់អស់ទេបាទទី5គឺបានបើកបបាទបងប្អូនកន្លែងបានបើកបនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចចំពោះបានបើកបបងប្អូនមិនអាចយកបានបើកបឡានទៅភ្ជាប់ app កង់3បានទេគេអត់ទទួលទេព្រោះអីព្រោះដោយសារតែបានបើកបកង់3បើកបានតែកង់3ទេកង់3បានបើកបឡានបើកបានតែឡានទេទោះបីជាបងប្អូនមានបានបើកបឡានហើយបងប្អូនយកបានបើកបឡានហ្នឹងមកបើកបកង់3ក៏អត់បានដែរវាខុសច្បាប់តែបានបើកបកង់3យើងអាចបើកម៉ូតូបានម៉ូតូចាប់ពី 125cc ឡើងលើគឺយើងអាចបើកបបានបាទហើយបានបើកបឡានគឺបើកបានតែឡានទេប៉ុន្តែបើម៉ូតូបើបានបើកបកង់3អាចបើកម៉ូតូបានតែបើកឡានអត់បានដែរខុសគ្នាអញ្ចឹងគេបែងចែកឲ្យដាច់គឺបើកកង់3ជាមួយនឹងម៉ូតូដែលមានកម្លាំងលើសពី 25cc គឺប្រើរួមគ្នាបានឡានគឺបានតែឡានទេអត់លោកលំជាមួយនឹងម៉ូតូនិងកង់3ទេបាទអញ្ចឹងហើយបានបើកបហ្នឹងគឺបងប្អូនយកច្បាប់ដើមណាយកអាស៊ីនទៅជាប់ជាមួយឯកសារដែលយើងដាក់ទៅហ្នឹងបាទទី6គឺអត្តសញ្ញាណប័ណ្ណបងប្អូនត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណច្បាប់ដើមស៊ីនរបស់យើងហ្នឹងទៅជាមួយនឹងឯកសារទាំងអស់ទៅជាមួយគ្នាបាទកុំយកអា copy ខ្ញុំអត់ច្បាស់ដែរថាយកអា copy បានឬអត់ទេក៏ប៉ុន្តែក្នុងការដែលយើងយកឯកសារទៅភ្ជាប់អីមួយឬក៏ប្រើប្រាស់ជាផ្លូវការគឺចាំបាច់បំផុតគឺច្បាប់ដើមច្បាប់ស៊ីនហ្នឹងតែម្ដងអញ្ចឹងបើបងប្អូនមានអាស៊ីនដាក់អាស៊ីនជាប់ខ្លួនទៅបាទជិះវៀងគេផ្លាស់ប្ដូរតម្រង់បែបបត់នៃការភ្ជាប់ឬក៏ការយកឯកសាររបៀបម៉េចខ្ញុំអត់ច្បាស់ដែរព្រោះខ្ញុំខានទៅភ្ជាប់យូរហើយខ្ញុំជាប់តែម្ដងទេយើងទាំងអស់គ្នានឹងសុទ្ធតែអ្នកទៅភ្ជាប់តែម្ដងគឺលេងទៅក្រុមហ៊ុនទៀតហើយបាទទី7គឺ smartphone បងប្អូនចាំបាច់ត្រូវតែមាន smartphone ដើម្បីយកទៅភ្ជាប់បងប្អូនអត់អាចប្រើទូរស័ព្ទ N7 ទៅភ្ជាប់បានទេអញ្ចឹងបងប្អូនត្រូវតែមាន smartphone មួយដែលដំណើរការបានល្អដែលវាដាក់ app នឹង support ជាមួយនឹង app បាទអញ្ចឹងបងប្អូនរក smartphone ណាមួយដែលសមរម្យទៅហើយយកទៅភ្ជាប់ app ហ្នឹងដែលsmartphone ដែលមានទំហំឬធំតិចទៅព្រោះយើងអាចនឹងភ្ជាប់2ទៅ3 app ដើម្បីរត់ណាបើសិនជាបងប្អូនរត់តែមួយ app ទេវាអាចនឹងរកចំណូលពិបាកដែរដោយសារតែសម័យឥឡូវអ្នកជិះគេច្រើនគេប្រើ app ច្រើនអញ្ចឹងយើងជាអ្នករត់តើតែយើងមានគួរសមដែរទៅយើងអាចរកចំណូលចូលផ្ទះបានគួរសមទៅតាមនឹងដែរបាទអញ្ចឹងហើយ smartphone សំខាន់ដែរយើងយករៀងល្អបន្តិចទៅដើម្បីឲ្យភ្នាក់ងារដែលគាត់ជាអ្នកភ្ជាប់ជាអ្នកចុះឈ្មោះឲ្យយើងហ្នឹងគាត់ចុចប្រើប្រាស់របស់យើងទៅវារៀងរលូនទៅធ្វើឲ្យការចុះឈ្មោះនោះក៏វាលឿនដែរ
បាទអញ្ចឹងនេះរឿង smartphone ទី8គឺemail ចំពោះ app ដែលគ្រាមទារ email ក្នុងការទៅភ្ជាប់មានតែ Grab ទេចំពោះ app ផ្សេងដែលខ្ញុំបានភ្ជាប់ហ្នឹងគឺអត់មានប្រើប្រាស់email ទេអញ្ចឹងសម្រាប់បងប្អូនដែលចង់ភ្ជាប់ Grab បងប្អូនកុំភ្លេចត្រៀម email ទៅជាមួយបាទបងប្អូនពេលដែលទិញទូរស័ព្ទហ្នឹងយើងអាចឲ្យជាងបង្កើតឲ្យឬក៏បើសិនជាបងប្អូនចេះបង្កើតបងប្អូនបង្កើតឲ្យហើយទៅយើងដាក់ជាមួយនឹងទូរស័ព្ទដែលយើងយកទៅភ្ជាប់ app Grab ហ្នឹងប៉ុន្តែបើ app ផ្សេង app ដូចជា app WhatsApp app Tada អីហ្នឹងគឺគេអត់ទាមទារជាមួយនឹង email ទេគេទាមទារតែលេខទូរស័ព្ទដែលជាប់ជាមួយនឹងទូរស័ព្ទដៃបងប្អូនតែប៉ុណ្ណឹងឯងដោយឡែកមានតែ Grab មួយទេចឹងបើសិនជាបងប្អូនចង់ភ្ជាប់ Grab កុំភ្លេចដាក់ email ទៅជាមួយបាទទី9នោះគឺកុងធនាគារបងប្អូនត្រូវមានកុងធនាគារចំនួន2បាទមានកុងធនាគារចំនួន2ជាកុងធនាគារដែលក្រុមហ៊ុន app ដែលខ្ញុំទៅភ្ជាប់ដំបូងហ្នឹងគេទាមទារបាទអញ្ចឹង2ហ្នឹងមានទី1គឺ Wing ទី2គឺ ABA Wing សម្រាប់ក្រុមហ៊ុន PassApp គេទាមទារឲ្យយើងនឹងមានដើម្បីឲ្យយើងនឹងដាក់លុយចូលទៅក្នុង app របស់ driver បាទនិយាយទៅកុងធនាគាររបស់ Wing គេទុកឲ្យយើងនឹងសម្រាប់ដាក់លុយចូលទៅក្នុង app របស់ driver ប៉ុន្តែបច្ចុប្បន្ននេះ ABA ក៏ដាក់ចូលទៅក្នុង app driver បានដូចគ្នាអញ្ចឹងហើយខ្ញុំអត់ដឹងថាគេនៅទាមទារ Wing ទៀតឬអត់ទេតែជាក់ស្ដែងខ្ញុំចង់ឲ្យបងប្អូនត្រៀមកុងធនាគារ Wing នឹងឲ្យហើយចាំយើងចូលទៅក្នុង office របស់គេហើយប្រាប់គេថាភ្ជាប់បាទចង់មកភ្ជាប់ app ព្រោះតែគេពេលដែលបងប្អូនចូលទៅដល់ក្នុងនឹងហើយបងប្អូនចាប់លេខរៀងហើយតម្រាំទៅដល់លេខរៀងរបស់យើងស្រាប់តែយើងខ្វះឯកសារយើងពិបាកចេញមកវិញទៀតអញ្ចឹងហើយចេញមកហើយយើងត្រូវចាំលេខរៀងម្ដងទៀតអញ្ចឹងហើយល្អបំផុតគឺបងប្អូនត្រៀមកុងធនាគារ Wing មួយហើយនឹងមួយទៀតគឺកុងធនាគារ ABA បាទកុងធនាគារ ABA គឺចំនួនតែ2ហ្នឹងទេទី1គឺ Wing ទី1គឺ ABA ចំពោះ Wing សម្រាប់ក្រុមហ៊ុន Grab សំខាន់ខ្លាំងក្រុមហ៊ុន Grab សំខាន់ខ្លាំងដោយសារតែក្រុមហ៊ុន Grab នៅពេលដែលយើងដកលុយចេញមកចាយពី app Grab គឺយើងដកតាមកុង Wing អត់មែន ABA ទេគឺយើងដកតាមកុង Wing អញ្ចឹងហើយ Wing សំខាន់សម្រាប់ Grab ប៉ុន្តែបងប្អូនត្រូវតែមាន ABA ដែរបើសិនជាអត់មាន ABA ក៏គេទាមទារឲ្យយើងបង្កើតដែរហើយភាគច្រើនខ្ញុំតែឃើញគឺមានអ្នកនារបស់ធនាគារ ABA គាត់នៅជាមួយនឹង Grab នឹងគាត់នៅជាមួយគ្នាតែម្ដងចំណុចនៅពេលដែលយើងអត់មានកុងគឺគាត់បញ្ជូនឲ្យយើងទៅបើកកុងភ្លាមហើយកុង ABA ហ្នឹងក៏មិនខុសគ្នាពី PassApp ដែរគឺគេទុកឲ្យយើងហ្នឹងជាកុងមួយដែលទុកសម្រាប់ឲ្យអតិថិជនគេបាញ់លុយចូលទេតែកុងសម្រាប់យើងដកលុយចាយគឺ Wing ទេបាទអញ្ចឹងចំពោះកុងធនាគារគឺមាន2បាទមានABA និង Wing អញ្ចឹងបងប្អូនបង្កើតកុងធនាគារ2ហ្នឹងឲ្យហើយចាំចូលទៅក្នុង Office ហើយប្រាប់គេថាមកភ្ជាប់ app បាទនិយាយទៅឯកសារដែលខ្ញុំប្រាប់បងប្អូនទាំងអស់មិញហ្នឹងគឺបងប្អូនត្រៀមឲ្យហើយឲ្យអស់បងប្អូនកាន់នឹងដៃឲ្យហើយចាំបងប្អូនចូលទៅក្នុង Office ក្រុមហ៊ុន app ណាដែលបងប្អូនចង់ភ្ជាប់ឯកសារហ្នឹងគឺខ្ញុំជាអ្នកជួបផ្ទាល់ហើយគឺខ្ញុំត្រៀមទាំងអស់ហ្នឹងហើយទើបខ្ញុំអាចភ្ជាប់ app បានដល់រាល់ថ្ងៃអញ្ចឹងហើយលក្ខខណ្ឌគេផ្លាស់ប្ដូរយ៉ាងណាខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនត្រៀមឯកសារនឹងឲ្យគ្រប់រួចរាល់ហើយចាំបងប្អូនទៅដើម្បីកុំឲ្យបងប្អូនខាតពេលទៅវិញទៅមកខ្វះឯកសារនេះខ្វះឯកសារនោះអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបាទមានតែប៉ុណ្្នឹងទេហើយបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមមកចាំខ្ញុំនឹងធ្វើការឆ្លើយតបទៅតាមក្រោយបាទហើយបើសិនជាវីដេអូនេះមានប្រយោជន៍ទៅដល់បងប្អូនកុំភ្លេចជួយចុច like ចុច share ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំនឹងធ្វើវីដេអូតទៅមុខទៀតបាទអរគុណច្រើន